ក្មេងប្រុសម្នាក់យកនំប៉័ងមួយដុំគាត់កំពុងត្រៀមលាក់វាដោយស្ងៀមស្ងាត់ក្នុងសម្លៀកបំពាក់ប៉ុន្តែត្រូវបានបុរសម្នាក់ឃើញនិងបញ្ឈប់បុរសនោះមិនបានស្ដីបន្ទោសក្មេងប្រុសឡើយផ្ទុយទៅវិញគាត់បានទិញនំប៉័ងនោះហើយផ្ដល់ឲ្យក្មេងប្រុសអង្គុយចុះហូបវាដោយភាពអត់ឃ្លានខ្លាំងចនមានអារម្មណ៍សង្វេគចិត្តយ៉ាងខ្លាំងគាត់នាំក្មេងប្រុសទៅលាងខ្លួននៅមាត់សមុទ្រពេលឃើញរាងកាយស្គមស្កាំងពោពេញដោយស្នាមជាមគាត់សម្រេចចិត្តទទួលយកក្មេងនោះមកថែរក្សាយប់នោះពួកគេដេកនៅក្នុងឡានប៉ុន្តែព្រឹកឡើងក្មេងប្រុសបានបាត់ទៅគាត់បានលួចយកប្រាក់ទាំងអស់របស់ចនដែលជាប្រាក់សន្សំចុងក្រោយក្នុងជីវិតអ្វីដែលធ្វើឲ្យចនឈឺចាប់បំផុតមិនមែនការបាត់បង់ប្រាក់ទេប៉ុន្តែជាការខកចិត្តដោយសារអំពើល្អរបស់គាត់លត់រើបានសងតបដោយការក្បត់ដោយសារអារម្មណ៍រលត់រលាយចនបានកង់បេះដូងឆ្កែរបស់គាត់ឈ្មោះ Happy បានរត់មកក្បែរគាត់ដោយក្តីបារម្ភហើយរំលឹកឲ្យគាត់ដឹងថាដល់ពេលខ្ញុំថ្នាំហើយក្នុងលោកនេះប្រហែលជាសត្វឆ្កែយល់ដឹងអំពីការដឹងគុណល្អជាងមនុស្សខ្លះផងដោយគ្មានប្រាក់សន្សំទៀតចនខ្លាចជាមនុស្សគ្មានផ្ទះពិតប្រាកដមិនមែនគាត់មិនចង់ត្រឡប់ទៅផ្ទះទេតែគាត់មិនមានផ្ទះឲ្យត្រឡប់ទៅវិញទៀតឡើយមិនយូរមុននេះគាត់ត្រូវបានបណ្តេញចេញពីរោងចក្រតែគាត់ធ្វើការជាច្រើនឆ្នាំបាត់បង់ការងារនៅវ័យកណ្ដាលគាត់លែងមានឱកាសក្នុងទីផ្សារការងារទៀតគាត់ស្វែងរកការងារយូរមកហើយប៉ុន្តែគ្មានក្រុមហ៊ុនណាព្រមទទួលគាត់ឡើយអាក្រក់ទៅទៀតគាត់ត្រូវបានវេជ្ជបណ្ឌិតវិនិច្ឆ័យថាមានជំងឺបេះដូងគាត់កំពុងស្ទាក់ស្ទើរថាតើគួរប្រាប់ភរិយាដែរឬទេប៉ុន្តែនាងបានផ្ដល់ឯកសារលែងលះឲ្យគាត់រួចហើយវិនាទីនោះបានបំផ្លាញចិត្តគាត់ទាំងស្រុងដូច្នេះគាត់រៀបចំសម្ភារៈប្រចាំថ្ងៃនឹងយកឆ្កែរបស់គាត់ហើយចេញដំណើរទៅលើវិថីផ្លូវចុងក្រោយនៃជីវិតបន្ទាប់ពីប្រាក់ត្រូវបានក្មេងប្រុសលួចគាត់ទៅហាងលក់របស់ប្រើរួចសង្ឃឹមថាអាចលក់វត្ថុចាស់ដែលគាត់ស្រឡាញ់ប៉ុន្តែម្ចាស់ហាងបានបដិសេធដោយសុភាពចង់ត្រឡប់ទៅឡានដោយចិត្តសោកស្ដាយតែគាត់ឃើញ Happy កំពុងគេងរមួលពូដោយការជិះចាប់ចិននាំវាទៅមន្ទីរពេទ្យសាភ្លាមបន្ទាប់ពីការព្យាបាល Happy បានរួចផុតពីគ្រោះថ្នាក់ប៉ុន្តែថ្លៃព្យាបាលខ្ពស់ធ្វើឲ្យចិនអស់សង្ឃឹមទាំងស្រុងគាត់ត្រឡប់ទៅសុំម្ចាស់ហាងម្ដងទៀតឲ្យទទួលយកវត្ថុចាស់ទាំងនោះលើកនេះម្ចាស់ហាងបានយល់ព្រមប្រាក់ដែលបានគ្រប់គ្រាន់បង់ថ្លៃពេទ្យហើយនៅសល់បន្តិចសម្រាប់ការធ្វើដំណើរបន្ទាប់ពីនិយាយលាដល់ម្ចាស់ហាងគាត់នឹង Happy ចេញដំណើរបន្តពួកគេឆ្លងកាត់ហាងកាហ្វេមួយចន់ប្រើប្រាក់ចុងក្រោយទិញអាហារឲ្យ Happy ពេលជែកជាមួយម្ចាស់ហាងគាត់ដឹងថាម្ចាស់ហាងក៏ស្រឡាញ់ឆ្កែដូចគ្នាដូច្នេះគាត់សម្រេចចិត្តទុក Happy ឲ្យរស់នៅក្រោមការថែរក្សារបស់ម្ចាស់ហាងសម្រាប់ Happy នោះជាផ្ទះល្អមួយមិនចាំបាច់ដើរតាមផ្លូវអត់ឃ្លានជាមួយគាត់ទៀតឡើយចន់សរសេរឈ្មោះ Happy លើផ្ទះឆ្កែញឹមស្រាលហើយនិយាយលាគាត់ប្រគល់ខ្សែចំឆ្កែឲ្យម្ចាស់ហាងដោយដៃធ្ងន់ហើយដើរចេញដោយមិនងាកក្រោយប៉ុន្តែភ្លាម Happy ចាប់ដើមខ្ទង់សម្លេងហឺហាចន់បញ្ជាវាឲ្យឈប់ស្រែកតែ Happy ដែលធ្លាប់ស្ដាប់ពាក្យលើកនេះមិនព្រមស្ងៀមវាខិតខំរត់បំបែកខ្សែព្យាយាមទៅរកម្ចាស់របស់វាឈុតឆាកនេះធ្វើឲ្យចន់ស្រក់ទឹកភ្នែកភ្លាមចុងក្រោយគាត់មិនអាចបោះបង់ Happy បានឡើយប៉ុន្តែគាត់គ្មានប្រាក់ទៀតឡានក៏អស់សាំងគាត់នឹង Happy តើស្វែងរកអាហារធ្វើម្ហូបពីអ្វីដែលរើសបានរដូវរងាមកដល់ភាពអត់ឃ្លាននិងត្រជាក់ធ្វើទុកគាត់រាល់ថ្ងៃជំងឺកាន់តែធ្ងន់គាត់ដឹងថាជីវិតកំពុងឈានដល់ទីបញ្ចប់គាត់បើកទ្វារឡានសង្ឃឹម Happy ចាក់ចេញទៅរកជីវិតល្អជាងនេះប៉ុន្តែគាត់ឃើញអាហារមួយចំណិតនៅក្រោមកៅអីវាជាអាហារតែ Happy នាំមកឲ្យគាត់រាល់ថ្ងៃ Happy ចេញទៅស្វែងរកអាហារឬសំណល់ក្នុងធុងសម្រាមខ្ញុំអ្វីដែលនៅសល់ប៉ុន្តែតែងតែនាំអាហារល្អបំផុតត្រឡប់មកឲ្យម្ចាស់របស់វាតែចន់លែងមានកម្លាំងខ្ញុំទៀតហើយដោយកម្លាំងចុងក្រោយគាត់និយាយលា Happy អរគុណចំពោះអ្វីគ្រប់យ៉ាងតែវាបានធ្វើសម្រាប់គាត់ប្រសិនបើមានជីវិតបន្ទាប់គាត់សង្ឃឹមថាពួកគេនឹងបានជួបគ្នាម្ដងទៀតសូមឲ្យយើងផ្ញើក្តីពរនិងក្តីស្រឡាញ់ទៅកាន់ពួកគេទាំងពីរជាមួយគ្នា